ចាសូមគោរពលោកអភិបាលជាទីគោរពសូមគោរពលោកគ្រូនាយកលោកឪពុកបងប្រុសបងស្រីព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ជាទីគោរពហើយបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់ដោយដែលលោកគ្រូទាំងលោកគ្រូនាយកលោកគ្រូអ្នកគ្រូនិងបងស្រីមានប្រសាសន៍ជាច្រើនមកហើយគឺបងប្អូនបានយល់ច្បាស់អំពីគោលការណ៍ក្នុងការត្រៀមប្រឡងអញ្ចឹងយើងដឹងហើយថាពេលវេលាដែលប្រឡងបាក់ឌុបនេះគឺជាដំណាក់កាលមួយដែលសំខាន់បំផុតពិសេសបំផុតនៅក្នុងជីវិតនៃការសិក្សារបស់ពួកយើងមែនទេហើយក៏ជាពេលវេលាដែលយើងរងចាំទាំងអស់គ្នានឹងត្រៀមចិត្តគំនិតទាំងអស់គ្នាដូច្នេះបងស្រីអត់មានអ្វីនិយាយច្រើនគ្រាន់តែចង់ចូលរួមពី3ម៉ាត់គឺគ្រាន់តែដូចជាការរំលឹកដាស់តឿនក៏ជាការលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាអ្វីដែលយើងកំពុងតែធ្វើឬក៏លទ្ធផលល្អគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់បងប្អូនម្នាក់ម្នាក់និងរបស់យើងទាំងអស់គ្នាដូច្នេះភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេគឺភាពជោគជ័យកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាអញ្ចឹងអ្វីដែលសំខាន់សូមឲ្យបងប្អូនមានភាពជឿជាក់ដោយលោកគ្រូអ្នកគ្រូមានប្រសាសន៍រួចមកហើយជឿជាក់លើខ្លួនឯងហើយមានភាពជឿថាខ្ញុំអាចធ្វើបានហើយនឹងមានភាពក្លាហានលុបបំបាត់នៃការភ័យខ្លាចចោលព្រោះអីភាពភ័យខ្លាចជាឧបសគ្គមួយបង្អាក់យើងឲ្យយើងរាំងស្ទះក្នុងការបំពេញមេរៀនឬក៏វិញ្ញាសាប្រឡងរបស់បងប្អូនហើយនឹងមួយទៀតសូមរក្សាសុខភាពយើងខំប្រឹងប្រែងយើងព្រួយបារម្ភប៉ុន្តែរហូតដល់យើងអត់ងងុយយើងគេងអត់បានយើងញ៉ាំអត់បានហើយថ្ងៃប្រឡងពិតប្រាកដធ្វើឲ្យយើងមានបញ្ហាសុខភាពរបស់យើងអានេះក៏យើងខាតពេលវេលានិងស្ដាយមែនតើចាអញ្ចឹងមួយចំណុចទៀតគឺការខិតខំប្រឹងប្រែងនិងការត្រៀមខ្លួនរបស់បងប្អូនម្នាក់ម្នាក់គឺជាជ័យជំនះមួយរួចស្រេចទៅហើយដូច្នេះជ័យជំនះចុងបញ្ចប់គឺការតស៊ូប្រឹងប្រែងក្នុងថ្ងៃប្រឡងនោះហើយជាចុងក្រោយក៏សូមជូនពរបងប្អូនទាំងអស់គ្នាសូមព្រះជាម្ចាស់ប្រទានពរឲ្យមានសុខភាពល្អកម្លាំងកាយរឹងមាំប្រាជ្ញាស្មារតីល្អនិងធ្វើកិច្ចការងារការប្រឡងរបស់យើងបានសម្រេចតាមបំណងប្រាថ្នាហើយសូមឲ្យការប្រឡងបាក់ឌុបរបស់បងប្អូនទទួលបានជោគជ័យទាំងអស់គ្នាហើយជាពិសេសសូមឲ្យបំណងប្រាថ្នារបស់លោកគ្រូនាយកនិងលោកគ្រូអ្នកគ្រូរបស់យើងបានទទួលសម្រេចផងចា៎អរគុណសូមអរគុណ